ពេលខ្លះជីវិតធ្វើឲ្យយើងរវល់ខ្លាំងរហូតភ្លេចឈប់សម្រាកនិងមើលថែផ្លូវចិត្តខ្លួនឯងថ្មបុរាណទាំងនេះបានឆ្លងកាត់ភ្លៀងខ្យល់និងពេលវេលារាប់រយឆ្នាំប៉ុន្តែនៅតែឈរយ៉ាងរឹងមាំជីវិតរបស់យើងក៏ដូចគ្នាដែរមនុស្សម្នាក់សុទ្ធតែមានពេលនឿយហត់ខកចិត្តឬប្រឈមនឹងបញ្ហាដែលគ្មានអ្នកណាមើលឃើញប៉ុន្តែសូមកុំបោះបង់ខ្លួនឯងដើរទៅមុខមួយជំហានម្ដងឈប់សម្រាកនៅពេលដែលចាំបាច់ហើយស្ដាប់បេះដូងរបស់អ្នកហើយកុំភ្លេចថាអតីតកាលមិនមែនមានដើម្បីឃុំឃាំងយើងទេប៉ុន្តែមានដើម្បីបង្រៀនយើងឲ្យក្លាយជាមនុស្សដែលរឹងមាំនិងមានប្រាជ្ញាជាងមុនដូចជាប្រាសាទបាយ័នដែលនៅតែឈរយ៉ាងអង់អាចអស់រយៈពេលជាច្រើនទសវត្សរ៍យើងក៏អាចក្រោកឈរឡើងវិញបានដែរបន្ទាប់ពីឆ្លងកាត់គ្រប់ឧបសគ្គដែលជីវិតបាននាំមកអ្នករឹងមាំជាងអ្វីដែលអ្នកគិតហើយរឿងរ៉ាវដ៏ស្រស់ស្អាតបំផុតនៅក្នុងជីវិតរបស់អ្នកប្រហែលជាកំពុងនឹងរងចាំអ្នកនៅពេលខាងមុខដូច្នេះតើយឺតឆ្លុះបញ្ចាំងពីមេរៀននៃអតីតកាលហើយបន្តសរសេររឿងរ៉ាវដ៏ស្រស់ស្អាតរបស់អ្នកព្រោះស្ត្រីដែលរឹងមាំមិនមែនជាស្ត្រីដែលមិនធ្លាប់ដួលនោះទេប៉ុន្តែជាស្ត្រីដែលចេះក្រោកឈរឡើងរាល់ពេលដែលជីវិតធ្វើឲ្យញឹក